ធានបទនេះនិយាយពីថាបើសិនជាយើងកើតក្នុងគ្រួសារអ្នកក្រឪពុកម្ដាយយើងក្រតែយើងត្រូវធ្វើម៉េចមនុស្សភាគច្រើនអាចយល់នឹងច្រឡំថានៅពេលដែលកើតមកក្រគឺជាជោគវាសនារបស់យើងធ្វើតែក្រអញ្ចឹងហើយអញ្ចឹងយើងត្រូវតែធ្វើតាមរបៀបអ្នកក្រតែតាមការពិតវាអត់អញ្ចឹងទេព្រោះឃើញអ្នកដែលមានបានអ្នកដែលធំថ្កើងលើពិភពលោកច្រើនណាស់ដែលគាត់កើតចេញពីវណ្ណៈអ្នកក្រអញ្ចឹងសួរធ្វើធ្វើម៉េចដើម្បីផ្លាស់ប្ដូរខ្លួនឯងចេញពីវណ្ណៈអ្នកក្រត្រឡប់ទៅជាវណ្ណៈអ្នកមានអីចឹងណាហើយភាពខុសប្លែកតែមួយឯងដែលខ្ញុំសង្កេតឃើញហើយខ្ញុំគិតថាអ្នកនរនេះក៏ឃើញដូចតែគ្នាដែរមនុស្សដែលអាចវិវត្តខ្លួនពីក្រទៅជាមនុស្សលែងក្រទៀតណាគឺដោយសារតែចំណេះដឹងគឺមានធម៌ពលខ្លាំងគឺផ្លាស់ប្ដូរមនុស្សអញ្ចឹងបើសិនជាយើងកើតមកក្រយើងត្រូវធ្វើម៉េចកិច្ចការដែលយើងត្រូវធ្វើចម្បងបំផុតគឺខិតខំរៀនឲ្យពូកែខិតខំរៀនឲ្យចេះរឿងផ្សេងទៀតគឺអត់សំខាន់ទេព្រោះឥឡូវបើនិយាយពីការរៀនសូត្រមិនជាចំណាយលុយច្រើនទេប្រព័ន្ធអ៊ីនធឺណិតអីគឺសម្បូរបែបមែនតើហ្មងហូចបើសិនជាយើងពិតជាចង់យើងពិតចូលចិត្តរៀនមែនក៏មានមនុស្សដែលមានសន្តានចិត្តល្អច្រើនណាចាំជួយជោគជ័យផ្សាយយើងណាឲ្យតែយើងពិតជាខិតខំពិតជាចង់រៀនពិតប្រកបមែនខ្ញុំសង្កេតឃើញច្រើនសប្បុរសជនគាត់ជួយច្រើនណាឲ្យថាកូនសិស្សនឹងគាត់ពិតជាខំរៀនពិតជាចូលចិត្តរៀនប្រឹងប្រែងរៀនសូត្រខ្លាំងមែនគាត់ខ្វះខាតអីឃើញគេជួយច្រើនមែនតើអញ្ចឹងមានន័យថាគេឲ្យតម្លៃទៅលើចំណេះវិជ្ជានឹងច្រើនព្រោះគេយល់ថាចំណេះវិជ្ជាហ្នឹងឯងជាអ្នកផ្លាស់ប្ដូរមនុស្សបានគេអត់ចូលចិត្តជួយលុយជួយអីណាស់ព្រោះគេដឹងថាលុយទ្រព្យសម្បត្តិផ្សេងហ្នឹងគឺជួយអត់បានយូរទេវាគង់តែអលំមលីទៅវិញនៅពេលដែលអ្នកនឹងអត់មានសមត្ថភាពអត់មានចំណេះដឹងក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់ហ្នឹងតែវិជ្ជានៅពេលណាដែលមានវិជ្ជាណាទោះបីជាគ្មានទ្រព្យសម្បត្តិក៏អាចបង្កើតទ្រព្យសម្បត្តិទាំងអស់ហ្នឹងបានដែរអញ្ចឹងតើធ្វើម៉េចគឺត្រូវរៀនពីថ្នាក់បឋមបើថាបឋមមិនទាន់បខែមកអនុវិទ្យាល័យខំរៀនអនុវិទ្យាល័យមិនបខែចូលមកវិទ្យាល័យគឺខំរៀនរហូតដល់រៀនតតែចប់មហាវិទ្យាល័យអីទៅកុំរៀនចប់ត្រឹមតែថ្នាក់ទី12ធ្វើម៉េចឲ្យបានមហាវិទ្យាល័យអីទៅដើម្បីឲ្យយើងបានស្គាល់បរិបទសង្គមមួយផ្សេងទៀតខុសពីទម្លាប់ដែលយើងរស់នៅអញ្ចឹងត្រូវតែរៀនរឿងផ្សេងទៀតគឺអត់សំខាន់ទេកុំយកលេសអីផ្សេងទៀតថាមកពីចេះមកពីចោះពួកពីណាក៏ធ្លាប់ឆ្លងកាត់បាក់នឹងដែរសំខាន់យើងជំនះវាពីណាក៏ខ្ញុំឆ្លងកាត់ដែរខ្ញុំក៏ការនៅពីរៀនក៏ប្រវេបវាក់ដូចតែគ្នានឹងប៉ុន្តែបើយើងអត់ខំប្រឹងសួរយើងធ្វើមិនបានអញ្ចឹងលោកតាយើងខំប្រឹងទោះបីយើងក្រមិនក៏ដោយបើយើងអត់រៀនអត់សូត្រយើងនៅតែក្ររហូតហ្នឹងព្រោះយើងអត់ដឹងធ្វើអីកើតយើងអត់មានគំនិតទេគំនិតយើងគឺឃើញតែអ្វីដែលគេឃើញតែអ្វីដែលគេធ្វើជុំវិញខ្លួនយើងនឹងសិតតែប្រឡងអ្នកក្រដូចគ្នាធ្វើដូចគ្នាអញ្ចឹងយើងអត់ទៅណាឆ្ងាយទេគំនិតយើងនៅតែប៉ុណ្្នឹងតែនៅពេលណាដែលយើងរៀនសូត្របានច្រើនណាយើងបានរៀនពីអ្នកមានរៀនពីពលជោគជ័យរៀនពីអីដែលគេបានធ្វើអញ្ចឹងដល់ពេលអញ្ចឹងយើងអាចធ្វើតាមគេដល់ពេលយើងធ្វើតាមគេទៅទោះបីលទ្ធផលវាមិនបាន 100% ដូចគេក៏បាន 80 90% ឬក៏ 50% ក៏វាគ្រាន់បើតែ 30% ក៏នៅតែគ្រាន់បើដែរមិនបានថាគ្រាន់មកគេមានលុយ1លានយើង 30% យើងក៏ 30,000 ដែរណាអញ្ចឹងមិនធម្មតាណាអញ្ចឹងត្រូវថាតាំងចិត្តមុតឡើងអញ្ចឹងកុំខ្វល់ថាយើងពីមុនខ្វល់វាមិនកុំខ្វល់ថាពីមុនយើងអន់វាមិនប៉ុន្តែចាប់ពីថ្ងៃហ្នឹងទៅយើងអត់ត្រូវអន់ទៀតទេខ្វល់ក៏ខ្វល់ទៅសំខាន់តែមានវិជ្ជាតែមានវិជ្ជាហើយថ្ងៃក្រោយគង់តែមានការផ្លាស់ប្ដូរមួយដ៏ធំនៅក្នុងជីវិតបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់និយាយតែប៉ុណ្្នឹងឯង